ប្អូនស្រីលោកគឹមចុងអ៊ុនទទួលឲ្យកូរ៉េខាងត្បូងស៊ើបអង្កេតឧបទ្ទវហេតុយន្តហោះដ្រូននេះថ្ងៃអាទិត្យនេះក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA អ្នកនាងគឹមយូជុងដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំលោកគឹមចុងអ៊ុនបានទទូចឲ្យកូរ៉េខាងត្បូងស៊ើបអង្កេតឧបទ្ទវហេតុយន្តហោះដ្រូននាពេលថ្មីៗនេះដើម្បីផ្ដល់ការបកស្រាយលម្អិតនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអាទិត្យទី11ខែមករាឆ្នាំ2026អ្នកនាងគឹមបាននិយាយថាខ្លួនអ្នកនាងផ្ទាល់កោតសរសើរទីក្រុងសេអ៊ូលដែលបានធ្វើការសម្រេចចិត្តប្រសើរមួយដោយប្រកាសគោលជំហរជាផ្លូវការថាគ្មានចេតនាបង្កហេតុហើយអ្នកនាងបានព្រមានថាការបង្កហេតុណាមួយនឹងបង្កឲ្យមានស្ថានភាពដ៏អាក្រក់ជាក់ជីមិនខានកាលពីថ្ងៃសៅរ៍យោធាកូរ៉េខាងជើងបានឲ្យដឹងថាយន្តហោះដ្រូនមួយចំនួនបានហោះចេញពីកូរ៉េខាងត្បូងចូលមកកូរ៉េខាងជើងក្នុងខែមករានេះក្រោយករណីទន្ទ្រានមួយផ្សេងទៀតកាលពីខែកញ្ញាឆ្នាំ2025ត្រូវការអះអាងបែបនោះកូរ៉េខាងត្បូងបានចេញមុខឆ្លើយតបភ្លាមៗថាពួកវាមិនមែនធ្វើប្រតិបត្តិការដោយសារយោធារបស់ខ្លួនឡើយកូរ៉េខាងត្បូងក៏បាននិយាយដែរថានឹងមានការស៊ើបអង្កេតល្អិតល្អន់ចំពោះករណីអះជាជនស៊ីវិលបង្ហោះដ្រូនទាំងនោះហើយបានបញ្ជាក់ពីគោលជំហរយ៉ាងច្បាស់របស់ខ្លួនថាពុំមានចេតនាបង្កហេតុណាមួយទេអ្នកនាងគឹមយូជុងបានលើកឡើងយ៉ាងដូចនេះថាអ្វីដែលច្បាស់គឺដ្រូនមកពីកូរ៉េខាងត្បូងបានបំពានដែនអាកាសរបស់យើងដូច្នេះទោះបីអ្នកដែលប្រព្រឹត្តគឺជានរណាឬជាទង្វើរបស់បុគ្គលិកឬអង្គភាពស៊ើបការណាមួយក៏ដោយអាជ្ញាធរដែលទទួលខុសត្រូវបញ្ហាសន្តិសុខជាតិមិនអាចគេចវេះពីការទទួលខុសត្រូវរបស់ពួកគេសម្រាប់រឿងនេះបានឡើយ